សួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel យើងខ្ញុំថ្ងៃនេះយើងខ្ញុំមានរឿងនិទានមួយលើកយកមកអានជូនបងប្អូនស្ដាប់ដែលមានចំណងជើងថាថ្ងៃចុងក្រោយភាគ8ថ្ងៃចុងក្រោយរបស់មាសពេលវេលាបានកន្លងផុតទៅយ៉ាងលឿនមាសមិនមែនជាឆ្កែកំឡោះដូចមុនទៀតទេរោមវាចាប់ផ្ដើមជំហានវាដើរយឺតភ្នែកវាមិនភ្លឺដូចថ្ងៃដែលវាជួយសង្គ្រោះម្ចាស់ថ្មីទៀតរាល់ព្រឹកមាសនៅតែអង្គុយមុខផ្ទះកន្លែងដែលវាធ្លាប់អង្គុយរងចាំម្ចាស់ចាស់តែថ្ងៃនេះវាអង្គុយដើម្បីមើលថ្ងៃរះដោយចិត្តស្ងប់ស្ងាត់បរោះចំណាស់ដឹងច្បាស់ថាមាសកំពុងចាស់កត់ស្ទាបក្បាលវារាល់ថ្ងៃនិយាយស្រាលថាអ្នកបានធ្វើគ្រប់យ៉ាងហើយមាសឥឡូវសម្រាកទៅថ្ងៃមួយមាសមិនចង់ញ៉ាំអាហារទៀតវាដេកយូរដកដង្ហើមយឺតបរោះចំណាស់អង្គុយជិតវាកាន់ជើងវាភ្នែកគាត់ពោពេញដោយទឹកភ្នែកល្ងាចនេះមាសងើបឡើងសម្លឹងមើលមុខផ្ទះដូចជាកំពុងរងចាំនរណាម្នាក់ក្នុងភ្នែកវាមានរូបស្រមោលម្ចាស់ចាស់ស្នាមញញឹមនិងដៃដែលធ្លាប់ស្ទាបក្បាលវាមាសស្រែកស្រាដូចជានិយាយលាហើយដាក់ក្បាលលើជង្គង់ម្ចាស់ថ្មីជាលើកចុងក្រោយថ្ងៃលិចខ្យល់ត្រជាក់បក់ស្រាលមាសបិទភ្នែកដកដង្ហើមចុងក្រោយដោយចិត្តស្ងប់គ្មានការភ័យខ្លាចបរោះចំណាស់យំកាន់រាងកាយមាសហើយនិយាយថាអ្នកមិនមែនជាឆ្កែទេអ្នកជាសមាជិកគ្រួសាររបស់ខ្ញុំអ្នកភូមិមកជួយពួកគេបញ្ចុះសពមាសក្រោមដើមឈើមួយដែលមាសធ្លាប់អង្គុយលេងពួកគេដាក់ផ្ទាំងឈើតូចមួយសរសេរថាមាសឆ្កែស្មោះត្រង់ដែលបានស្រឡាញ់មនុស្សរហូតដល់ដង្ហើមចុងក្រោយយប់នោះបរោះចំណាស់អង្គុយមុខផ្ទះមើលផ្កាយលើមេឃគាត់មានអារម្មណ៍ថាមាសមិនបានទៅណាបាត់ទេវានៅក្នុងចិត្តគាត់និងក្នុងការចងចាំរបស់អ្នកភូមិទាំងមូលសារៈសំខាន់នៃរឿងភាពស្មោះត្រង់មិនត្រូវការពាក្យមិនត្រូវការសេចក្តីសន្យាវាត្រូវការតែបេះដូងដែលស្រឡាញ់ដោយស្មោះបញ្ចប់ត្រឹមភាគ8សាច់រឿងទាំងមូលគឺត្រូវបានបញ្ចប់សូមអរគុណបងប្អូនដែលបានចូលស្ដាប់បើបងប្អូនចូលចិត្តសូមជួយចុច like និង subscribe ជួបគ្នារឿងថ្មីនៅវីដេអូបន្ទាប់សូមអរគុណ